សូមស្វាគមន៍ប្រិយមិត្តជាទីរាប់អានថ្ងៃនេះខ្ញុំមានសាច់រឿងមួយចែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តសាច់រឿងនេះដែរខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់រស់នៅកម្ពុជាក្រោមខេត្តពុលលាវនិយាយអំពីវត្តមួយដែលមានហេតុការណ៍ចម្លែកតោះយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នារឿងវិញ្ញាណនារីរាំចេញពីស្គរបុរាណរឿងដែលអ្នកស្រុកនិយាយតគ្នាថារឿងនេះគួរឲ្យព្រឺព្រួចណាស់សូមបញ្ជាក់ថារឿងដែលប្រិមិត្តនឹងបានស្ដាប់បន្តនេះគឺផ្អែកលើការរៀបរាប់និងជំនឿដែលអ្នកស្រុកក្នុងតំបន់និយាយតគ្នាមិនមានការបញ្ជាក់ជាផ្លូវការអំពីហេតុការណ៍ទាំងនោះទេសូមស្ដាប់ក្នុងនាមជារឿងនិទានដ៏រន្ធត់និងរឿងព្រេងក្នុងសហគមន៍នៅលើទឹកដីកម្ពុជាក្រោមមានវត្តមួយដែលគេស្គាល់ថាវត្តពុទ្ធលេចាស់បងប្អូនដែលរស់នៅកម្ពុជាក្រោមស្គាល់ហើយវត្តនេះគឺវត្តពុទ្ធលេចាស់វត្តនេះត្រូវបានអ្នកស្រុកជឿថាមានអាយុកាលរាប់រយឆ្នាំមកហើយជញ្ជាំងចាស់ដែលប្រេះស្រាំដើមពោធំដែលឈរអូមព្រះវិហារស្គរបុរាណដ៏ធំមួយដែលគេដាក់ស្ថិតនៅក្នុងសាលាទូងស្គរបានធ្វើឲ្យទីកន្លែងនេះពោពេញទៅដោយភាពស្ងប់ស្ងាត់និងអាចកំបាំងពេលថ្ងៃមើលទៅដូចជាវត្តធម្មតាពុទ្ធបរិស័ទចេញចូលធ្វើបុណ្យព្រះសង្ឃនិមន្តបិណ្ឌបាតនិងសំឡេងសូត្រធម៌លាន់ឮយ៉ាងស្ងប់ស្ងាត់ប៉ុន្តែនៅពេលពន្លឺព្រះអាទិត្យរលត់ហើយភាពងងឹតចាប់ផ្ដើមគ្របដណ្ដប់ពេញបរិវេណវត្តអ្នកស្រុកជាច្រើនមិនហ៊ានដើរកាត់ទីនោះតែម្នាក់ឯងឡើយមូលហេតុគឺដោយសាររឿងមួយដែលគេបាននិយាយតគ្នាថាអស់ជាច្រើនជំនាន់គេតែងតែឃើញវិញ្ញាណមួយដ៏គួរឲ្យខ្លាចគេនិយាយថានៅក្នុងស្គរបុរាណដ៏ធំនោះមានវិញ្ញាណនារីម្នាក់រស់នៅគ្មាននរណាដឹងថានាងជានរណាគ្មានអ្នកណាដឹងថានាងស្លាប់ដោយសារអ្វីហើយក៏គ្មាននរណាដឹងថានាងបានមកស្ថិតនៅក្នុងស្គរបុរាណនោះតាំងពីពេលណាដែរអ្នកស្រុកដឹងថាតាំងពីពួកគេចាប់កំណើតមកស្គរនោះក៏នៅទីនោះរួចទៅហើយមនុស្សចាស់ដែលមានអាយុច្រើន10ឆ្នាំក៏និយាយដូចគ្នាថាពេលពួកគេនៅក្មេងស្គរនោះក៏មានរួចទៅហើយជាមួយស្គរនោះក៏មានរឿងចម្លែកកើតឡើងជានិច្ចជាពិសេស
ក្នុងរដូវចូលព្រះវស្សានិងរដូវភ្ជុំបិណ្ឌរៀងរាល់ម៉ោង5ព្រឹកមុនព្រះអាទិត្យរះព្រះសង្ឃតែងតែប្ដូរគ្នាទៅទូលស្គរដើម្បីជាសញ្ញាចាប់ផ្ដើមកិច្ចព្រះសង្ឃនៅវេលានោះខ្យល់ព្រឹកត្រជាក់សាយភាយពេញបរិវេណវត្តអាប់ស្ដើងហោះកាត់ដើមឈើធំធ្វើឲ្យទីនោះមើលទៅស្ងាត់ខុសពីធម្មតាមានព្រះសង្ឃខ្លះនិមន្តទៅទូលស្គរដោយមិនបានគិតអ្វីប៉ុន្តែនៅពេលដំបងឈើប៉ាស្កូទុំ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 សំឡេងស្គរលាន់កងនំពងពីពេញបរិវេណវត្តភ្លាមនោះអ្នកខ្លះក៏អះអាងថាបានឃើញស្រមោលពណ៌សមួយលេចចេញយឺតពីខាងក្រោយស្គរមិនមែនដើរចេញហើយក៏មិនមែនរត់ចេញតែដូចជាអត់ដែលចេញយឺតនៅពេលស្រមោលនោះកាន់តែច្បាស់គេឃើញថានារីម្នាក់ស្លៀកសម្លៀកបំពាក់បុរាណខ្មែរសក់វែងខ្មៅរលូទម្លាក់ដល់ចង្កេះមុខរបស់នាងស្ងប់ស្ងាត់គ្មានស្នាមញញឹមគ្មានទឹកភ្នែកនាងមិននិយាយអ្វីមួយម៉ាត់គ្រាន់តែបោះជំហានយឺតលើកដៃទាំងពីរឡើងហើយចាប់ផ្ដើមរាំរបាំបុរាណខ្មែរកាយវិការនីមួយទន់ភ្លន់ស្រស់ស្អាតដូចជាអ្នករបាំក្នុងព្រះរាជវាំងប៉ុន្តែនៅក្នុងភាពស្រស់ស្អាតនោះមានអារម្មណ៍មួយដែលមិនអាចពណ៌នាបានអ្នកដែលឃើញផ្ទាល់បាននិយាយថារួមគ្រប់សរសៃនៅលើដងខ្លួនរបស់ពួកគេឈរព្រឺដោយមិនដឹងមូលហេតុព្រះសង្ឃខ្លះទម្លាក់ដំបងទូងស្គរចោលរួចនិមន្តរត់ទាំងមិនហ៊ានងាកក្រោយខ្លះទៀតឈរត្រឹងដូចជាអ្វីមួយចងជើងមិនឲ្យរត់ហើយមានព្រះសង្ឃខ្លះទៀតត្រូវបានគេនិយាយថាដួលសន្លប់នៅនឹងកន្លែងតែម្ដងប៉ុន្តែអ្វីដែលគួរខ្លាចជាងគេមិនមែនជាការលេចចេញរបស់នាងនោះទេគឺគ្មាននរណាម្នាក់អាចដឹងថានាងកំពុងរាំចង្វាក់អ្វីដើម្បីអ្វីឡើយបាទសាច់រឿងនេះគឺមានចំនួន3ភាគប៉ុន្តែឥឡូវនេះគឺខ្ញុំភ្ជាប់ទាំង3ភាគឲ្យពុកម៉ែបងប្អូនឬក៏ប្រិយមិត្តស្ដាប់បន្តតែម្ដងវិញ្ញាណនារីរាំចេញពីស្គរបុរាណភាគ2សូមបញ្ជាក់សារជាថ្មីថារឿងដែលអ្នកទាំងអស់គ្នាកំពុងស្ដាប់គឺជារឿងដែលអ្នកស្រុកបាននិយាយតគ្នាថា
ហើយមិនមានការបញ្ជាក់ជាផ្លូវការអំពីព្រឹត្តិការណ៍ទាំងនោះឡើយតោះយើងចូលទៅស្ដាប់សាច់រឿងបន្តទៀតបន្ទាប់ពីហេតុការណ៍ចម្លែកជាច្រើនបានកើតឡើងព្រះសង្ឃនិងអ្នកស្រុកជាច្រើនបានចាប់ផ្ដើមមានការភ័យខ្លាចចំពោះស្គរបុរាណនោះប៉ុន្តែមិនមែនព្រះសង្ឃគ្រប់អង្គសុទ្ធតែជឿលើពាក្យចចាមរាមនោះទេព្រះសង្ឃវ័យក្មេងមួយអង្គដែលទើបតែនិមន្តមកគង់នៅក្នុងវត្តបានប៉ុន្មានខែមានប្រតិថាប្រហែលជារឿងទាំងអស់នោះគ្រាន់តែជាពាក្យការបំភ័យខ្លាចដែលអ្នកស្រុកនិយាយបន្តគ្នាតែប៉ុណ្ណោះព្រះអង្គសម្រេចចិត្តថានៅព្រឹកមួយមុនម៉ោងទូងស្គរព្រះអង្គនឹងទៅរង់ចាំនៅទីនោះដើម្បីដឹងការពិតដោយព្រះអង្គផ្ទាល់នៅវេលាប្រហែលម៉ោង 3:30 នាទីទៀបភ្លឺផ្ទៃមេឃនៅតែងងឹតពន្លឺព្រះច័ន្ទចុងខែបញ្ចេញរស្មីស្លេកស្លាំងស្ទើរតែមិនអាចបំភ្លឺដល់ជើងសាលាទូងស្គរបានឡើយខ្យល់ត្រជាក់បក់កាត់ស្លឹកពូឬសូរស្រាលស្រាលសំឡេងនោះលាយឡំជាមួយភាពស្ងប់ស្ងាត់ធ្វើឲ្យបរិយាកាសកាន់តែចម្លែកព្រះសង្ឃអង្គនោះនិមន្តទៅដល់សាលាទូងស្គរហើយអង្គុយនៅជ្រុងមួយដែលអាចមើលឃើញស្គរច្បាស់លាស់ដំបូងគ្មានអ្វីកើតឡើងឡើយពេលវេលាកន្លងផុតទៅបន្តិចស្រាប់តែព្រះអង្គមានអារម្មណ៍ថាខ្យល់តែកំពុងបក់ស្រាប់តែឈប់ស្ងាត់ទាំងស្រុងសូម្បីតែសំឡេងសត្វឬសត្វចង្រិតក៏បាត់អស់សំឡេងយំបរិយាកាសស្ងាត់ខ្លាំងរហូតអាចឮសំឡេងដង្ហើមព្រះអង្គឮសំឡេងមួយមិនមែនសំឡេងមនុស្សមិនមែនសំឡេងសត្វតែជាសំឡេងដូចជាមាននរណាម្នាក់ដើរដោយជើងទទេទុក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 សំឡេងនោះមិនលឿនហើយក៏មិនយឺតប៉ុន្តែវាកាន់តែខិតជិតមករកស្គរបុរាណព្រះសង្ឃងើបព្រះភ័ក្ត្រឡើងមើលប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះឡើយស្រាប់តែនៅខាងក្រោយស្គរបុរាណមានស្រមោលស្ដើងមួយលេចចេញយឺតស្រមោលនោះចាប់ផ្ដើម
ប្រែជារូបរាងមនុស្សស្រីនាងស្លៀកសម្លៀកបំពាក់ឬក៏សម្ពុតបុរាណពណ៌សស្រអាប់សក់វែងខ្មៅអនឡាយដល់ចង្កេះនាងឈរស្ងៀមមុខបែរទៅរកស្គរធំមួយដែលជាស្គរបុរាណមួយសន្ទុះក្រោយមកនាងលើកដៃទាំងពីរឡើងយឺតហើយចាប់ផ្ដើមរាំគ្មានភ្លេងគ្មានសំឡេងស្គរប៉ុន្តែក្បាច់រាំរបស់នាងនៅតែស្រស់ស្អាតនិងទន់ភ្លន់ដូចជាកំពុងរាំនៅចំពោះមុខមនុស្សរាប់រយនាក់ព្រះសង្ឃអង្គនោះមិនហ៊ានកម្រើកឡើយព្រះអង្គគ្រាន់តែសូត្រធម៌ក្នុងចិត្តដោយរក្សាស្មារតីឲ្យនឹងណភ្លាមនោះនាងបញ្ឈប់ការរាំនាងងាកក្បាលយឺតដូចជាដឹងថាមានអ្នកកំពុងសម្លឹងមើលនាងហើយនៅពេលនាងងាកមុខមកព្រះសង្ឃអង្គនោះមានប្រតិយថាព្រះអង្គមិនគួរមកទីនេះតែម្នាក់ឯងឡើយបាទសាច់រឿងនេះគឺចប់ភាគ2យ៉ាងមិនដែរពុកម៉ែបងប្អូនសាច់រឿងភាគ2នេះតើប្រិយមិត្តទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែលបានស្ដាប់សាច់រឿងភាគ2នេះបាទសំទោសដោយសារខ្ញុំមានអាការៈតឹងច្រមុះបន្តិចជាងការនិទានរឿងរបស់ខ្ញុំវាមានបញ្ហារអាក់រអួលបន្តិចអញ្ចឹងយើងបន្តទៅភាគ3ដែលជាសាច់រឿងចុងក្រោយដែលបងប្រុសក៏រស់នៅកម្ពុជាក្រោមផ្ញើមកភាគបញ្ចប់ព្រោះឯសាច់រឿងនេះគឺមានស្ថានភាពអត្ថបទដាច់បាទតោះយើងចូលស្ដាប់សាច់រឿងភាគទី3ទាំងអស់គ្នាព្រះសង្ឃអង្គនោះមានអារម្មណ៍ដូចជាបេះដូងកំពុងលូតខ្លាំងឡើងព្រះអង្គមិនដឹងថាអ្វីដែលកំពុងឃើញនោះជាការពិតឬគ្រាន់តែជាការភ័ន្តច្រឡំដោយភាពងងឹតនៃវេលាទីភ្លឺស្រមោលនារីម្នាក់នោះនៅតែឈរស្ងៀមនាងមិននិយាយអ្វីទាំងអស់នាងមិនដើរចូលមកជិតមានតែខ្យល់ត្រជាក់មួយរំពេចដែលបក់កាត់បរិវេណសាលាទង្ស្គរធ្វើឲ្យស្លឹកពូរវើកបន្តិចព្រះសង្ឃក៏បន្តសូត្រធម៌ក្នុងចិត្តហើយបិទព្រះនេត្រមួយផ្លែពេលបើកព្រះនេត្រឡើងវិញស្រមោលនោះបានបាត់ទៅហើយនៅសល់តែស្គរបុរាណដ៏ធំស្ថិតនៅស្ងៀមដូចដើមពេលពន្លឺថ្ងៃចាប់ផ្ដើមព្រះសង្ឃអង្គនោះបាននិមន្តទៅប្រាប់ព្រះចៅអធិការវត្តអំពីអ្វីដែលព្រះអង្គបានឃើញប៉ុន្តែព្រះចៅអធិការគ្រាន់តែស្ងៀមមួយសន្ទុះបន្ទាប់មកមានព្រះបន្ទូលថារឿងខ្លះមានត្រឹមតែអ្នកនិទានតគ្នាកុំឲ្យការភ័យខ្លាចធ្វើឲ្យចិត្តយើងវង្វេងចូលប្រកាន់ភ្ជាប់ការអនុវត្តធម៌និងសតិជានិច្ចចាប់ផ្ដើមតាំងពី
ថ្ងៃនោះមកព្រះសង្ឃអង្គនោះមិនដែលនិយាយលំអិតអំពីហេតុការណ៍នោះទៀតឡើយទោះជាយ៉ាងណាក៏ដោយអ្នកស្រុកនៅតែបន្តនិយាយតគ្នាមានអ្នកខ្លះអះអាងថាពេលដើរកាត់វត្តនៅម៉ោង3ឬម៉ោង4ទៀបភ្លឺពួកគេបានឮសំឡេងស្គរលាន់តិចទោះបីជាគ្មាននរណាទៅទូលស្គរក៏ដោយអ្នកខ្លះនិយាយថាបានឃើញស្រមោលនារីស្ថិតនៅក្នុងក្បែរស្គរមួយផ្លែតប៉ុន្តែអ្នកខ្លះនិយាយថាបានឃើញស្រមោលនារីស្ថិតនៅក្បែរស្គរមួយផ្លែតតែប៉ុណ្ណោះមុននឹងបាត់ចូលទៅក្នុងភាពងងឹតរីឯអ្នកខ្លះទៀតប្រាប់ថាពួកគេមិនធ្លាប់ឃើញអ្វីទាំងអស់ហើយជឿថារឿងទាំងនេះប្រហែលជារឿងព្រេងដែលអ្នកស្រុកនិទានបន្តគ្នាអស់រយៈពេលច្រើនជំនាន់ដូច្នេះតើស្គរបុរាណនោះពិតជាមានអាចកំបាំងដូចជាការរៀបរាប់មែនឬទេតើស្រមោលនារីដែលគេនិយាយតគ្នាមានពិតឬគ្រាន់តែជាការយល់ឃើញផ្សេងរបស់មនុស្សរហូតមកដល់សពថ្ងៃគ្មានចម្លើយណាមួយត្រូវបានបញ្ជាក់អំពីស្រមោលអាចកំបាំងនោះឡើយប្រហែលជាចម្លើយនៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់របស់វត្តបុរាណនោះហើយប្រសិនបើអ្នកធ្លាប់បានឮរឿងស្រដៀងគ្នាឬធ្លាប់ទៅកាន់ទីកន្លែងនោះសូមចែករំលែកបទពិសោធន៍របស់អ្នកដោយការគោរពដោយចងចាំថារឿងបែបនេះមានជំនឿនិងទស្សនៈខុសគ្នាបាទសាច់រឿងនេះគឺបងអូនប្រុសនៅកម្ពុជាក្រោមគាត់សូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្ណេះប៉ុន្តែក្នុងវត្តនោះមានការលងបន្លាចផ្សេងគ្នាដែលរន្ធត់ហើយគួរខ្លាចច្រើនជាងនឹងខ្ញុំនឹងជ្រើសរើសសាច់រឿងបន្តទៀតឬក៏និយាយពាក់ព័ន្ធអំពីវិញ្ញាណអាចកំបាំងដែលស្ថិតនៅក្នុងវត្តនោះបន្តហើយជាចុងក្រោយនេះខ្ញុំសូមអរគុណប្រិយមិត្តដែលតាមដានសាច់រឿងនេះពីដើមរហូតដល់ចប់ជាចុងក្រោយនេះខ្ញុំសូមអរគុណសូមជម្រាបលា